ពេលរស់ឡើងវិញភ្លាមខ្ញុំប្រញាប់ស៊ីធូរ៉េងរួចរត់ទៅផ្លុំប្រដាប់វាស់ជាតិស្រវឹងរបស់ប៉ូលីសពេលត្រូវចាប់ខ្ញុំបែរជាសប្បាយចិត្តទៅវិញកាលពីជាតិមុនពេលនេះម៉ោងនេះគឺមិត្តសម្លាញ់ខ្ញុំនេះឯងទូរស័ព្ទហៅខ្ញុំទៅអបអរលោកគ្រូដែលរកឃើញសមិទ្ធផលថ្មីពេលខ្ញុំទៅដល់វាក៏បានទម្លាក់កំហុសថាខ្ញុំជាចោរធ្វើឲ្យគ្រួសារខ្ញុំវិនាសឯងគិតអីផឹកស្រាហើយបើកបរនឹងប្រយ័ត្នគ្រោះថ្នាក់ណាខ្វាងមីងលោកគ្រូជោគជ័យធំណាស់ស្អែកយើងទៅអបអរគាត់ទាំងអស់គ្នាក្មួយប្រុសឯងផឹកអស់ប៉ុន្មានហ្នឹងបែកក្បាលហើយនៅសើចទៀតក្មេងសម័យនេះលេងសើចនឹងជីវិតម្លេះខ្វាងមីងឯងមិនអីទេហេមិនប៉ូលីសថាឯងស្រវឹងចុះក្បាលវិញរបួសទៀតលទ្ធផលឈាមមិនទាន់ចេញផងភ័យអីខ្ញុំមិនអីទេគ្រាន់តែរំក្បាលចឹងមើលទៅអាក្រក់ជួយទិញមួកឲ្យមួយមកខ្វាងមីងមួកបានហើយអរគុណណាស់ឯងទៅផ្ទះសម្រាប់មុនទៅមានអីចាំខ្ញុំខប្រាប់ក្មួយមើលទៅដូចមិនមែនមនុស្សប្រមឹកទេខ្ញុំក៏មិនដឹងដែរម៉ាស៊ីនវាលោតញ័រតែម្ដងខ្វាងមីងដេកលឿនម្លេះថ្ងៃនេះងើបហើយតបផងខ្ញុំណាត់ជាមួយលោកគ្រូរួចហើយស្អែកម៉ោង10ព្រឹកជួបគ្នានៅមុខបន្ទប់ពិសោធន៍ណាជាតិមុនពេលនេះវាក៏ផ្ញើសារបែបនេះខ្ញុំក៏ទៅបន្ទប់ពិសោធន៍វាបន្លំលួចឧបករណ៍ពេលគ្រូប្តឹងប៉ូលីសម៉ុងតុងឡាយក៏ចាប់ខ្ញុំហើយចោទខ្ញុំប៉ូលីសឆែកឃើញរបស់នៅនឹងខ្ញុំប្រកែកមិនចេញឡើយតែជាតិថ្មីនេះចាំមើលឯងលេងល្បិចអីចេញទៀតអូហូក្មួយប្រុសដេកលក់ស្រួលណាស់តើបំរុងដាស់ល្មមនេះលទ្ធផលឈាមជាតិអាល់កុលទាបណាស់មិនចាត់ទុកថាស្រវឹងទេទៅបានហើយបងប៉ូលីសឡានខ្ញុំក៏ត្រូវខាត់មួយយប់ម៉ាក់ប៉ាច្បាស់ជាភ័យជួយជុំខ្ញុំទៅផ្ទះឲ្យពន្យល់គាត់បន្តិចបានទេជិះតែ15នាទីដល់ហើយមកពីឯងនឹងធ្វើឲ្យពិបាកហើយតោះទៅក៏ទៅតាមផ្លូវផងមានរឿងអីនឹងមិនមនុស្សចំរោមច្រើនម្លេះនោះមិនមែនមិត្តរួមការងារយើងទេអីព្រឹកមិញថាចេញទៅតាមបណ្ដឹងមិនមកនៅទីនេះខ្ញុំក៏មិនដឹងដែរខ្វាងមីងស្នាដៃលោកគ្រូជារឿងសម្ងាត់ជាតិណាឧបករណ៍មួយនឹងខ្វះមិនបានទេបើឯងយកទៅប្រគល់មកវិញមកនេះជាកម្លាំងញើសឈាមគាត់ណាពិតមែនតើវានៅតែរកលេសចោតខ្ញុំដដែលយប់មិញខ្ញុំត្រូវគេចាប់ពីបទស្រវឹងស្អីទៅស្រវឹងក៏មិនមែនជាលេសហើយឯងលួចរបស់ដែរប្រញាប់យកចេញមកយើងនឹងជួយនិយាយជាមួយលោកគ្រូឲ្យពេលគេនិយាយអាចកុំកាត់បានទេខ្ញុំមិនបានស្រវឹងទេរឿងខ្វាងមីងស្រវឹងនោះគេដឹងកំហុសហើយអីចឹងយករបស់ចេញមកឲ្យលឿនមកយើងជួយនិយាយឲ្យខ្ញុំសូមនិយាយម្ដងទៀតខ្ញុំមិនបានយករបស់លោកគ្រូទេបាននិយាយត្រូវមានភស្តុតាងសូមទោសអ្នកទាំងអស់គ្នាខ្ញុំសូមទោសជំនួសខ្វាងមីងស្នាដៃនេះអាចជួយអ្នកជំងឺមហារីកបានយ៉ាងច្រើនឧបករណ៍នេះសំខាន់ណាស់លោកគ្រូរៀបចំប្រគល់ឲ្យរដ្ឋដើម្បីជួយមនុស្សជាច្រើនសូមទុកឱកាសឲ្យខ្វាងមីងផងខ្ញុំនឹងជួយលួងលោមគេឲ្យគេយករងស្មកវិញគួរឲ្យស្ដាយមកតុងឡាយជាតិថ្មីនេះផែនការឯងយល់លីហើយឯងនឹងទទួលកម្មមិនខានយើងទៅសារភាពជាមួយប៉ូលីសទៅខ្វាងមីងពួកគាត់នឹងយកយល់ឲ្យពួកយើងមិនខានអញខួរក្បាលមានបញ្ហាទេស្ដាប់មនុស្សនិយាយមិនយល់មែនខ្ញុំមានសាក្សីបញ្ជាក់ថាខ្ញុំមិននៅទីនោះយកមិញប្អូនប្រុសម្នាក់នេះពិតជានៅមន្ទីរពេទ្យមែនខ្ញុំនឹងសហការីធ្វើជាសាក្សីបានចុះអ្នកឯងចោទគេមានភស្តុតាងទេលោកជាអ្នកណាខ្ញុំកំពុងជួយប៉ូលីសណាវើយបើទុកឲ្យជនសង្ស័យរត់រួចលោកទទួលខុសត្រូវឬទេគាត់នេះជាប៉ូលីសចរាចរណ៍ដែលនាំខ្ញុំទៅពេទ្យយប់មិញពួកគាត់នៅកំដរខ្ញុំតាំងពីយប់ដល់ព្រឹកសមិទ្ធម៉ុងតុងឡាយហេតុអីអ្នកចោទមនុស្សម្នាក់ដែលមិននៅកន្លែងកើតហេតុរីការคล้ายជាបទល្មើសណាទោះខ្ញុំមិនចង់ទទួលស្គាល់តែសិស្សខ្ញុំឆេនខ្វាងមីងគឺជាអ្នកលួចឧបករណ៍នេះខ្វាងមីងអញជាសិស្សសំណប់ចិត្តគ្រូអញក៏ដឹងថាគ្រូចំណាយពេលនិងលុយប៉ុណ្ណាលើគម្រោងនេះការលំបាកកាន់តែមិនបាច់និយាយហេតុអីអញធ្វើរឿងបែបនេះដាក់គ្រូពិតជាខកចិត្តណាស់ជាតិមុនទឹកមុខមួយនេះនឹងពាក្យសម្ដីប្រយោគនេះគ្រូខកចិត្តនឹងឯងណាស់ហើយគាត់បានរុញខ្ញុំចូលរំដៅរកគាត់ជាអ្នកសំគំនិតគាត់នឹងមកតុងឡាយសហការគ្នាទម្លាក់កំហុសមកលើខ្ញុំជាមនុស្សបែបណាលោកគ្រូមិនដឹងទេហេមិនក៏ជឿសម្ដីម៉ុងតុងឡាយតែមួយម៉ាត់សោះថាខ្ញុំជាចោរនោះខ្វាងមីងឯងរៀនជាមួយគ្រូយូរហើយតែចិត្តមនុស្សងាយប្រែប្រួលជាពិសេសចំពោះមុខលុយគម្រោងនេះសំខាន់ណាស់ម៉ាស៊ីននោះគឺសំខាន់បំផុតដូច្នេះគ្រូបានលាបថ្នាំអត់ពណ៌អត់ក្លិននៅខាងក្រៅគ្មានអ្នកណាដឹងទេតែប៉ះពន្លឺថ្ងៃបន្តិចវានឹងចេញពណ៌បៃតងភ្លឺហើយលាងមិនជ្រះទេមិនអាចទេខ្ញុំមិនបានប៉ះឧបករណ៍នោះទេគឺម៉ុងតុងឡាយអំបញ្ញមិញវាទាញខ្ញុំទៅប្រឡាក់មកខ្ញុំខ្វាងមីងដល់ថ្នាក់នេះហើយគ្រូលេងលាក់បាំងជួឯងទៀតហើយរឿងលួចកំពេចកំពុកឯងពីមុនគ្រូអាចបិទភ្នែកតែពេលនេះជារឿងសុខភាពប្រជាជនឯងកុំចេះទៀតប្រកល់ខ្លួនទៅបងប៉ូលីសខ្ញុំមានភស្តុតាងបញ្ជាក់ថាឆេនខ្វាងមីងពិតជាទៅបន្ទប់ពិសោធន៍មែនអាប៉ូលីសនេះគឺវាជួលមកសម្ដែងទេ
នេះវីដេអូកាមេរ៉ាសុវត្ថិភាពមុខបន្ទប់ពិសោធន៍យើងទាំង3នាក់ចូលទៅមើលទៅច្បាស់ក្រឡែកព្រះឲ្យសំណាងហើយមានភស្តុតាងប៉ូលីសចាប់វាឲ្យលឿនទៅឲ្យវាយករបស់មកវិញមែនហើយខ្ញុំក៏មានកាមេរ៉ាសុវត្ថិភាពដែរអ្នកទាំងអស់គ្នាអាចមើលបាននេះវីដេអូយប់មិញប្អូនប្រុសនេះពិតជានៅជាមួយយើងរហូតមន្ទីរពេទ្យក៏មានលទ្ធផលឈាមបញ្ជាក់ដែរទៅតាក់ទងមន្ទីរពេទ្យក្រុងឥឡូវនេះទាញយកវីដេអូកាមេរ៉ាយប់មិញចេញមកធ្វើឲ្យឯងខកបំណងហើយខ្ញុំគ្មានកំហុសទេខ្វាងមីងឯងយល់ច្រឡំហើយពួកយើងជាបងប្អូនល្អនឹងគ្នាបើឯងមិនខុសខ្ញុំក៏ត្រេកអរដែរតែលោកគ្រូឃើញផ្ទាល់ភ្នែកថាឯងចូលទៅទីនោះលោកគ្រូមិនអាចមើលមនុស្សខុសទេខ្ញុំច្បាស់ក្នុងចិត្តណាស់ព្រឹកមិញនេះគឺឈេនខ្វាងមីងបើមានមនុស្សមុខដូចគ្នាពីរនាក់មានន័យថាវីដេអូមួយក្នុងចំណោមនេះគឺคล้ายខ្វាងមីងពួកយើងជាបងប្អូនមែនតែខ្ញុំមិនអាចលាក់បាំងឲ្យឯងទេខ្ញុំឃើញឯងលាក់របស់នៅទីនេះតុងឡាយឯងកំពុងរកស្អីមែនទេជាតិមុនគឺមួយកណ្ដាប់នេះហើយដែលវាលូកយករបស់នោះចេញមកដែលធ្វើឲ្យខ្ញុំរលាយតែជាតិថ្មីនេះខ្ញុំឲ្យឯងភ្លក់រសជាតិកម្មវិញលូកយូរហើយបានអីនៅខ្ញុំកំពុងឡាយផ្ទាល់ណាលឿនឡើងតុងឡាយរបស់មិនមែននៅក្នុងហបឲ្យខ្វាងមីងទេហេមិនក៏មិនទាន់យកចេញមកទៀតមែនហើយតុងឡាយរបស់នៅណាឯងរកឃើញអីឬនៅប្រហែលខ្ញុំមើលខុសហើយរបស់មិននៅនឹងគេទេប្រកាសជាគេលាក់ទុកហើយច្បាស់ជាចឹងហើយលោកគ្រូក៏ធ្វើសាក់សីបានលោកគ្រូមិនអាចកុហកទេពិតមែនស្នាដៃនេះសំខាន់ណាស់គាត់ប្រកាសជាមិនកុហកទេអ្នកដែលមានបញ្ហាគឺអាឆេនខ្វាងមីងនឹងហើយប្រគល់របស់មកវិញមកត្រូវផ្តន្ទាទោសចោលលួចមិនទាន់ចប់ទេរឿងល្ខោននេះទើបតែចាប់ផ្ដើមប៉ុណ្ណោះតុងឡាយលោកគ្រូយ៉ាងម៉េចហើយលោកគ្រូត្រង់ណាស់គាត់មិនមែនដើម្បីជួយឯងហើយមកទម្លាក់កំហុសខ្ញុំទេឬមួយមានខ្ញុំពីរនាក់មែននេះវីដេអូដែលអ្នកត្រូវការនឹងលទ្ធផលឈាមយប់មិញខ្ញុំក៏អាចបញ្ជាក់ថាប្អូនប្រុសនេះពិតជានៅពេទ្យយប់មិញមែនឬមួយខ្ញុំចាស់ភ្នែកវង្វេងមែនមិនអាចទេទាំងនេះច្បាស់ជាទូសម្ដែងវាជួមកហើយវីដេអូនៅបន្ទប់ពិសោធន៍មិននឹងអាចคล้ายអញ្ចឹងអ្នកដែលคล้ายគឺឯងខ្វាំងមីងឯងកុំខុសហើយខុសទៀតកុំបំផ្លាញកិត្តិយសលោកគ្រូអីមែនហើយបើពួកគេថាពិតមានន័យថាលោកគ្រូកុហកហេលោកគ្រូជាបុគ្គលសំខាន់ក្នុងវិស័យវិទ្យាសាស្ត្រមិននឹងអាចកុហកទៅឆេនខ្វាងមីងជួយលេងបានហើយជួគេមកខ្លាញ់ជាប៉ូលីសហើយទិញពេទ្យចេញលិខិតคล้ายទៀតលោកគ្រូតើលោកគ្រូនៅចាំទេថាខ្ញុំទៅជួបលោកគ្រូនៅថ្ងៃទីប៉ុន្មានខ្ញុំសួរលោកគ្រូប៉ូលីសសូមកុំឲ្យអ្នកផ្សេងលូកមាត់គឺថ្ងៃនេះហើយទី5មេសាឆ្នាំ2023នេះជាការពិជាតិមុនដែលខ្ញុំនឹងមកតុងឡាយទៅជួបលោកគ្រូមិនកុហកទេតែការចងចាំគាត់មានបញ្ហាលោកគ្រូថ្ងៃនេះគឺថ្ងៃទី5មេសាឆ្នាំ2025ណាស្អីគេមិនក៏អាចទៅរួចមិនអាចទេយកទូរស័ព្ទរបស់គេទៅឲ្យជំនាញត្រួតពិនិត្យមើលទៅវីដេអូនេះពិតជាថតតាំងពី2ឆ្នាំមុនមែនមានគេកែច្នៃពេលវេលាឆេនខ្វាងមីងគ្មានកំហុសទេអញ្ចឹងតើអ្នកណាជាចោរពិតប្រាកដទៅ